លោក Keir Starmer ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសនៅពេលនេះកំពុងតែប្រឈមនឹងសំណួរបន្ថែមជាច្រើនទៀតបន្ទាប់ពីសាកសីសំខាន់នៃសំណុំរឿងចារកម្មដែលបរាជ័យក្នុងការជំនុំជម្រះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសចិនកំពុងអនុវត្តចារកម្មទ្រង់ទ្រាយធំប្រឆាំងនឹងចក្រភពអង់គ្លេសកាសែត BBC បានរាយការណ៍ថាទីប្រឹក្សារងនៃសន្តិសុខជាតិលោក Maso Collins ក៏បាននិយាយដែរថាប្រទេសចិនបានបង្ហាញការគំរាមកំហែងដ៏ធំមួយតាមរយៈរូបភាពរដ្ឋនឹងរដ្ឋដែលនាំទៅដល់ផលប៉ះពាល់លើផ្នែកសន្តិសុខនៃសេដ្ឋកិច្ចរបស់ប្រទេសនៅពេលឆ្លើយសំណួរលោកនាយករដ្ឋមន្ត្រី Keir Starmer បានបញ្ជាឲ្យគេបោះពុម្ពសេចក្តីថ្លែងការណ៍របស់លោក Maso Collins ដែលបានចាត់ទុកថាជាភស្តុតាងបញ្ជាក់នៅពីរដ្ឋភាពក្នុងគោលបំណងដើម្បីជំរះនូវមន្ទិលសង្ស័យអំពីមូលហេតុទាក់ទងសំណុំរឿងប្រឆាំងនឹងចារកម្មចិននេះដោយឡែកសេវាកម្មផ្នែកច្បាប់ដែលហៅកាត់ថា CPS ក៏បានទម្លាក់សំណុំរឿងនេះចោលដែរបន្ទាប់ពីសម្រេចថាភស្តុតាងទាំងនេះមិនបានបង្ហាញថាចិនគំរាមកំហែងដល់សន្តិសុខជាតិរបស់អង់គ្លេសនោះទេប៉ុន្តែផ្ទុយពីនេះសេចក្តីថ្លែងការណ៍របស់ទីប្រឹក្សារងនៃសន្តិសុខជាតិអង់គ្លេសវិញច្បាស់ណាស់ថាចិនកំពុងធ្វើប្រតិបត្តិការចារកម្មប្រឆាំងនឹងចក្រភពអង់គ្លេសដែលនាំឲ្យដំណើរការជនសង្ស័យ2នាក់មានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះទៅរកបរាជ័យទៅមុខមិនរួចបញ្ហានេះនាំឲ្យរដ្ឋាភិបាលទីក្រុងឡុងនិងការិយាល័យផ្នែកច្បាប់ CPS ត្រូវរងការចោទប្រកាន់ដ៏ខ្លាំងក្លាក្នុងរឿងក្តីដ៏ចម្រូងចម្រាសនេះមិនខុសគ្នាទេក្រុមអ្នកនយោបាយមកពីគណបកអភិរក្សនិយមក៏បានចោទប្រកាន់រដ្ឋាភិបាលដូចគ្នាទៅនឹងរបាយការណ៍របស់លោក Maso Collins ដែរបើទោះជាបែបណារដ្ឋាភិបាលទីក្រុងឡុងបានច្រានចោលចំពោះការចោទប្រកាន់នេះដោយលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានស្ដីបន្ទោសរដ្ឋបាលអភិរក្សនិយមក្នុងអាណត្តិមុនថាតាមពិតទៅរបាយការណ៍ស្ដីពីការចោទប្រកាន់ដែលនាំឲ្យមានចារកម្មចិនជ្រៀតជ្រែកចូលផ្ទៃក្នុងអង់គ្លេសនេះរបស់ទីប្រឹក្សារងនៃសន្តិសុខជាតិនិងការបរាជ័យនៃការផ្ដន់ទាទោសប្រឆាំងចារកិច្ចនេះបានកើតឡើងជាយូរមកហើយពលពុំមែននៅក្នុងអាណត្តិនៃការគ្រប់គ្រងរបស់លោកនេះនោះទេក្រៅពីនេះប្រធានការិយាល័យផ្នែកច្បាប់ CPS គឺលោក Stephen Parkinson ក៏ស្ថិតនៅក្នុងការចោទប្រកាន់នេះដូចគ្នាទៅនឹងនាយករដ្ឋមន្ត្រីដែរដែលមកដល់ពេលនេះសមាជិកសភាអះអាងថាខ្លួនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់សំណុំរឿងនេះនៅចំពោះមុខគណៈវិនិច្ឆ័យដើម្បីកាត់សេចក្តីមូលហេតុដ៏សំខាន់នោះគឺនៅត្រង់ថាការិយាល័យផ្នែកច្បាប់ CPS នេះបានអះអាងថាក្នុងសំណុំរឿងនេះមានតែ 5% ទេតែរកឃើញថាអាចមានតម្រុយនាំទៅដល់ការកាត់ក្តីបានហេតុនេះវាជាការរួមចំណែកដែលនាំឲ្យសំណុំរឿងចារកិច្ចនេះត្រូវខកខានមិនអាចដំណើរការទៅមុខបាននៅក្នុងសេចក្តីថ្លែងការណ៍ដំបូងដែលលោក Maso Collins បានបញ្ជូនមកជំនុំជម្រះលើកដំបូងកាលពីខែធ្នូឆ្នាំ2023បានបង្ហាញពីអំពើចារកម្មរបស់ក្រុមអ្នកស្រាវជ្រាវ2នាក់ដែលជាជនជាតិអង់គ្លេសតាមរយៈរបាយការណ៍អង្កេតនេះរកឃើញថាទាំងលោក Christopher Cass អាយុ30ឆ្នាំនិងលោក Christopher Berry អាយុ33ឆ្នាំដែលអ្នកទាំងពីរត្រូវគេចោទប្រកាន់ពីបទសហការជាមួយបកកុម្មុយនីសចិនដែលដឹកនាំដោយលោកប្រធានាធិបតី Xi Jinping ក៏ប៉ុន្តែទោះយ៉ាងណាជនសង្ស័យទាំងពីរនាក់នេះបានបដិសេធការចោទប្រកាន់ដោយអះអាងថាពួកគេមិនបានប្រព្រឹត្តបទល្មើសដោយការរកឃើញនៅក្នុងរបាយការណ៍អង្កេតនេះនោះឡើយ